ปีศาจตึกออกคนអ្នកឆ្លាក់រូបនេះបានល្អណាស់ទោះស្ថិតនៅក្នុងផ្ទាំងថ្មដ៏រឹងតែហាក់ដូចជាបញ្ចេញចលនារស់រវើកដោយស្រីទេពអប្សរកំពុងរាំរបាំនៅឋានសួគ៌អញ្ចឹងនាងនិយាយនេះពិតជាត្រឹមត្រូវណាស់ចម្លាក់នេះតំណាងឲ្យទេពអប្សរដែលជាអ្នករបាំម្នាក់ស្ថិតនៅឋានទេវតាដែលមានទេពកោសល្យរស់រវើកតែបើប្រៀបធៀបនឹងសម្រស់នាងវិញមិនស្មើនឹងនាងបានទេខ្ញុំឆ្លាក់រូបនេះគ្រាន់តែជានិមិត្តរូបមួយបន្សល់ទុកឲ្យមនុស្សចំនួនក្រោយតែប៉ុណ្ណោះនេះគឺជាការរក្សាទុកនៅវប្បធម៌ដែលមនុស្សយើងម្នាក់ត្រូវទទួលមរតកតគ្នាការខិតខំប្រឹងប្រែងទ្រទ្រង់លើកស្ទួយវប្បធម៌ជាតិដែលជាទូនាទីសំខាន់សម្រាប់យើងទាំងអស់គ្នារបាំអប្សរានេះជាដង្វាយព្រះមហាក្សត្រដែលព្រះមហាក្សត្រឧទ្ទិសថ្វាយទេវតាដើម្បីសុំសេចក្តីសុខសាន្តនិងសន្តិភាពដល់បុរីអង្គរឲ្យមានស្ថិរភាពចរិកាលជារៀងរហូត
ជំរាបសួរលោកអ៊ំ ឯងទេចេះសំពេះសំពិនអីគួរសមផងឯងមានកាយ ខ្ញុំលបស្ដាប់ប្រសាសន៍លោកអ៊ំរាល់ថ្ងៃពីរោះណាស់ខ្ញុំចង់ចេះដូចលោកអ៊ំដែរលោកអ៊ំអាចទទួលខ្ញុំជាកូនសិស្សម្នាក់ផងបានទេពីព្រោះ អូ មិនងាយស្រួលដោយឯគិតនោះទេអាវ៉ាអើយខំតែដើរលក់អីវ៉ាន់របស់ឯងឲ្យដាច់ទៅនឹងឆាប់បានប្រាក់កាក់ឲ្យឪពុកម្ដាយរបស់ឯង មែនណាលោកអ៊ំខ្ញុំចង់ចេះមែនឲ្យតែខ្ញុំខ្លាយខ្លួនដូចលោកអ៊ំទៅថ្ងៃក្រោយទោះជាលោកអ៊ំឲ្យខ្ញុំធ្វើអីក៏ខ្ញុំព្រមដែរ លើបឡើងមកវ៉ាអាវ៉ាតែខាងនោះជាមួយអ៊ំតែខាងនោះណា បំណងអីក៏ដោយឲ្យតែមានការអំណត់ព្យាយាមវាតែបានសម្រេច បានលោកអ៊ំខ្ញុំនឹងព្យាយាម អ៊ំលុះសង្កេតឃើញរាល់ថ្ងៃឯងហាក់មានចិត្តស្រឡាញ់បេតិកភណ្ឌជាតិដែលជារបស់មានតម្លៃរបស់មនុស្សទូទៅលើសកលលោកដូច្នេះអត់ដំកតិឆន្ទៈដ៏មុំមុតនេះមិនអត់ប្រយោជន៍ទេខំទៅណាអាវ៉ា អរគុណអ៊ំ ចិត្តអើយបងអើយស្រងអើយលាញ់ចៅអើយពីកាអូនអើយពេញចិត្តបងអើយ
ចង់ចេះរាប់ដូចគេណាម៉ែ កូនកុំសម័យខ្ពស់ពេកកូនគិតតែខំរៀនទៅអេកូនបងស្រីបងរាប់បានល្អណាស់ខ្ញុំចង់ឃើញបងរាំរបៀបនេះរាល់ថ្ងៃ អរគុណណាស់ប្អូនស្រីធ្វើម៉េចនឹងអាចរាំឲ្យប្អូនមើលរាល់ថ្ងៃបានព្រោះរបាំនេះសម្រាប់រាំម្ដងម្កាលក្នុងពិធីបុណ្យធំៗដូចជាថ្វាយព្រះមហាក្សត្រព្រមទាំងរាំជូនសម្រាប់ទទួលភ្ញៀវជាតិនិងអន្តរជាតិដូចថ្ងៃនេះជាដើម តែខ្ញុំចង់ឃើញនិងខ្ញុំចង់ចេះរាំដូចជាបងស្រីអញ្ចឹងដែរ ការដែលប្អូនស្រីចង់ចេះរាំនេះមិនមែនជាការងាយស្រួលទេគឺប្អូនត្រូវឆ្លងកាត់ការអត់ធ្មត់ព្យាយាមជំរាបសួរដៃពុតជើងឲ្យមានភាពទន់ភ្លន់រស់រវើកព្រោះក្បាច់ទាំងឡាយតំណាងឲ្យភាសារបស់មនុស្សមិនតែប៉ុណ្ណោះនៅមានពិធីសំពះគ្រូថ្វាត់ជាយដែលជាទំនៀមទម្លាប់តាំងពីបុររាណមកម្ល៉េះអូនស្ដាប់បានទេ ចាបងខ្ញុំស្ដាប់បានហើយអញ្ចឹងខ្ញុំសូមរៀនជាមួយបងស្រីផង ចា នេះគឺសាលាប្អូនរៀនឯខាងនេះគឺសាលាខាងហើយខាងនោះទៀតគឺសិស្សរបាំធំៗទាំងអស់នេះគឺសិស្សថ្មីហើយនៅលើឆាកនេះគឺជាថ្នាលទី1 កូនកូនទាំងអស់គ្នាចាំទេ ចាអ្នកគ្រូ កាលណាក្បាច់លាយើងផ្អៀងខាង